Hello សួស្តីអ្នកនរគ្នាអញ្ចឹងថ្ងៃនេះជួបជាមួយខ្ញុំបានម្ដងទៀតហើយអញ្ចឹងថ្ងៃនេះខ្ញុំមកប្រាប់អំពីរបៀបដែលលេង event ដែល Ski Skin Legend របស់ Faker អ្នកនរគ្នាដែលចេញថ្ងៃទី10ហ្នឹងហើយអញ្ចឹងយើងគ្រាន់តែចូលរួមលេង mini game ដែល Honor of King ដែលយើងលេងហ្នឹងអ្នកនរគ្នាដើម្បីសន្សំ point ហ្នឹងយកទៅដូរបាននឹង Skin Legend អ្នកនរគ្នាហើយរបៀបលេង game ហ្នឹងគឺសាមញ្ញមែនទែនអត់មានអីបាក់ទេអ្នកនរគ្នាគឺគ្រាន់តែយើងដាក់រូប3នឹងគុំចូលគ្នា3ទៅគឺហើយគឺមានវគ្គបន្ទាប់ឲ្យយើងលេងទៀតនៅពេលដែលយើងលេងឈ្នះវគ្គដំបូងហើយយើងចូលលេងវគ្គបន្ទាប់នេះកន្លែងនេះគឺមានរូបច្រើនអ្នកនរគ្នាកន្លែងហ្នឹងទៅយើងពិបាកលេងខ្ញុំលេងអត់ឈ្នះកន្លែងហ្នឹងទេលេងមិនក៏អត់ឈ្នះដែរអ្នកនរគ្នាលេងឈ្នះអត់រៀបបានតែដំបូងទេតែពេលដល់ពាក់កណ្ដាលទៅគឺចាញ់រហូតគឺរៀបតែមិនក៏រៀបអត់ចេញដែរអញ្ចឹងអ្នកនរគ្នាមិនភ័យកន្លែងហ្នឹងទេលេងបានប្រហែលយកប៉ុណ្្នឹងទៅអ្វីដែលយើងសំខាន់យើងមិនសំពុងឲ្យវាគាត់ដល់1100អ្នកនរគ្នាទើបអាចដល់កំណត់ដែលយើងអាចខ្លែមយក skin ហ្នឹងបានអញ្ចឹងបិចខ្វល់ច្រើនទេអ្នកនរគ្នាសំ support អ្នកនរគ្នាច្រើនទៅហើយនៅមានកន្លែងដែលយើងអាចធ្វើ mission បានទៀតអ្នកនរគ្នាដូចជាកន្លែងនេះដែលយើងរក in ចូលលេងរាល់ថ្ងៃឬក៏យើងលេង classic ឬ rank មួយមិត្តភ័ក្តិយើងឬក៏ solo អញ្ចឹងឬមួយក៏យើងផ្ញើកូដឲ្យមិត្តភ័ក្តិរបស់យើងជួយដាក់ឬក៏យើងជួយដាក់កូដរបស់មិត្តភ័ក្តិរបស់យើងអញ្ចឹងណាឬក៏ invite មិត្តភ័ក្តិនៅក្នុង game ហ្នឹងឲ្យជួយដាក់ក៏បានដែរហើយបើមើលអំពី skin នេះវិញគឺស្រស់ស្អាតខ្លាំងមែនទែនអ្នកនរគ្នាអញ្ចឹង skin ហ្នឹងគឺមានឈ្មោះ Flora អ្នកនរគ្នាអញ្ចឹងគឺជាប្រភេទ skin លក្ខណៈថាចេញបែបធម្មជាតិអីចឹងណាហើយបើនិយាយអំពីចលនាឬក៏ skin skill effect animation របស់ skin មួយហ្នឹងគឺបែបខ្លាំងមែនទែនThey'll realize that even a tiny blade of grass can make a big difference. skill ទី1របស់វាគឺខ្ញុំឆ្លាញ់ត្រង់ sound effect គឺធ្វើបានល្អខ្លាំងមែនទែនហើយទាំងចលនាទាំងពណ៌ effect គឺក្រាស់ល្អណាស់អ្នកនរគ្នាអញ្ចឹងគឺអត់ស្រាលទេប៉ុណ្ណឹងគឺអាចទទួលយកបានទេចំពោះ skill ទី2របស់ hero ហ្នឹងគឺហោះចូលនឹងគុំស្មៅអ្នកនរគ្នាហើយគឺមានចលនាគឺជីស្លឹកឈើអ្នកនរគ្នាជីមែកឈើហើយគឺពណ៌គឺបែបធម្មជាតិហ្មងគឺអត់មានពណ៌អីផ្សេងចូលទេគឺអ្នកថាពណ៌បៃតងអញ្ចឹងហ្មងហើយចំពោះ skill ទី3របស់វាគឺដាក់ស្មៅអ្នកនរគ្នាដាក់គុំស្មៅខ្ញុំចាប់អារម្មណ៍ពេលយើងដាក់ skill ទី3ហ្នឹងទៅគឺវាចេញលក្ខណៈថាបែបទីក្រុងបុរាណអញ្ចឹងមានដំបូលផ្ទះដំបូលអីហ្នឹងទៅហើយគឺមានដើមឈើបាក់ស្មៅនៅកណ្ដាលអញ្ចឹង skill ទី3វាគឺគេអាជីពប្លែកអ្នកនរគ្នាអូខេអ្នកនរគ្នាយល់យ៉ាងណាដែរចំពោះ skin មួយនេះអញ្ចឹងណាខ្ញុំមើលលក្ខណៈថា skin នេះគឺស្អាតខ្លាំងមែនតើអ្នកនរគ្នាជារៀបប្រភេទ skin free មែនប៉ុន្តែលក្ខណៈថាដូចមានតម្លៃ free ដែលមានតម្លៃអញ្ចឹងណាអញ្ចឹងកុំភ្លេចអ្នកនរគ្នាចូលលេង request ដើម្បីយក skin នេះអ្នកនរគ្នាខ្ញុំភ្លេចប្រាប់អ្នកនរគ្នាអញ្ចឹងនៅថ្ងៃទី11ហ្នឹងក៏មានចេញ skin មួយទៀតដែរអ្នកនរគ្នាដែលគេដាក់លក់ក្នុង shop អញ្ចឹង skin របស់ Princess អ្នកនរគ្នាហើយ skin ហ្នឹងគឺដាក់លក់ក្នុងតម្លៃ1000ក្នុង1600អ្នកនរគ្នាហើយការដាក់លក់ដំបូងហ្នឹងក៏បញ្ចុះតម្លៃដែរដល់ទៅ1400ថែម1400ទេហើយ skin នេះគឺជាប្រភេទ skin Flora អ្នកនរគ្នាដូចតែ skin Faker ដែលគេ free ដែរអញ្ចឹងវាឈ្មោះដូចតែគ្នាទេហើយអញ្ចឹង skin នេះគឺមានតម្លៃប្រហែលនឹង skin Legend ដែរអ្នកនរគ្នាអញ្ចឹងទាំង skill effect ទាំង record ទាំង sound ហ្នឹងគឺលក្ខណៈ ping អញ្ចឹងណាអញ្ចឹង skin មួយហ្នឹងគឺសោះខ្លាំងមែនតើអ្នកនរគ្នាសម្រាប់តែមាន token ល្មមអាចសេរីបានគឺសេរីទៅមិនគួរពូរំលងទេ skin មួយនេះអញ្ចឹងគឺគេដាក់លក់ហើយគឺមានកំណត់ដែរអ្នកនរគ្នានៅអត់ទាន់អស់ទេអ្នកនរគ្នានៅមាន event free លើកនេះមិនមែន free skin ទេគឺ free hero មួយទៀតអ្នកនរគ្នា hero ថ្មីគឺ hero channel អ្នកនរគ្នាដែលជាប្រភេទ farmland ហើយងាយទេអ្នកនរគ្នាគ្រាន់តែអ្នកនរគ្នាចូលលេង login លេងរាល់ថ្ងៃទៅទាំង classic និង rank លេងមួយណាក៏បានដែរដើម្បីបន្សំអា request វាហ្នឹងយកទៅដូរនឹង skin អ្នកនរគ្នាអាស្លឹកពណ៌លឿងហ្នឹងយើងបន្សំឲ្យគាត់24ទៅយើងអាចដូរយក hero ហ្នឹងបានហើយថ្ងៃនេះជា basic attack អ្នកនរគ្នាគឺបាញ់ព្រួញហើយយើងដើរយ៉ាងតែពេលណាយើងអត់អាចបាញ់បដាដើរបានទេអ្នកនរគ្នានៅពេលដែលយើងដើរហើយ skill ទី1វិញគឺយើង load អ្នកនរគ្នាយើងជួយទៅគឺយើង load តែហើយយើង load ហើយយើងបាញ់មកគ្រាប់ទៀតអ្នកនរគ្នាមកគ្រាប់ហ្នឹងគឺអាចមាន damage ឈឺដែរហើយអ្វីដែលពិសេសនោះគឺអាចយើង load ម្ដងថ្មបានទៀតអ្នកនរគ្នា
ចឹង skill ទី1គឺពិសេសខ្លាំងមែនតើយើងអាចរត់ពី enemy បានយ៉ាងស្រួលចឹងណាយើងអាចរំលងថ្មស្រួលរត់យើងអត់អាចដូចល្មមយើងថាយើងរត់ទៅយើងបុកថ្មអញ្ចឹងទេចឹងនៅពេលយើងរត់ពី enemy ទៅយើងអាចលោតរំលងថ្មបានទៀតហើយ skill ទី2អ្នកនរគ្នា skill ទី2គឺដាក់ trap អ្នកនរគ្នា trap ហ្នឹងគឺពេលយើងដាក់ហើយគឺយើងចេញអញ្ចឹងទេតែពេលយើងដាក់ចំ enemy ឬក៏ enemy ដើរជាន់អញ្ចឹងទៅវាយើងលោតចេញជាឆ្កែកញ្ចក់ឲ្យអ្នកនរគ្នាគឺលោតមែនតើហើយអញ្ចឹងគឺកំណត់ trap វាគឺមាន13សម្រាប់ដាក់អ្នកនរគ្នាអញ្ចឹងគឺមាន cooldown សម្រាប់ដាក់អញ្ចឹងហើយ skill ទី3វាគឺផ្សេងខ្លាំងមែនតើអ្នកនរគ្នានៅពេលដែលអ្នកនរគ្នាដាក់ skill ទី3ទៅ trap ដែលយើងដាក់លើដីហ្នឹងវានឹងកើតជាឆ្កែកញ្ចក់ហើយនឹងនៅពេលដែល RT ដំបូងហ្នឹងវាចេញឆ្កែកញ្ចក់2ទៀតអញ្ចឹងវាបូកឆ្កែកញ្ចក់2ហើយទឹក trap ដែលយើងបានដាក់នៅលើដីហ្នឹងទាំងដែលយើងអត់បានដាក់ក៏ដោយនៅពេលដែលយើងមាន trap ដែលណៃនៅ cooldown skill ទី2ហ្នឹងគឺវានឹងចេញជាឆ្កែកញ្ចក់ឲ្យយើងអូតូហ្មងអ្នកនរគ្នា